ថាកម្មវិធី AI Ready ASEAN នេះពិតជាផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ការសិក្សារបស់សិស្សពីព្រោះទី1នោះគឺបានផ្ដល់នៅចំណេះដឹងអក្ខរកម្ម Digital កាន់តែប្រសើរឡើងហើយទី2នោះគឺធ្វើឲ្យការគិតរបស់សិស្សមានភាពស៊ីជម្រៅជាងមុនចេះត្រិះរិះពិចារណាហើយនឹងមានសមត្ថភាពក្នុងការសម្រេចចិត្តឬក៏ជឿជាក់រាល់ទៅលើព័ត៌មានដែលផ្ដល់ដោយបញ្ញាសិប្បនិម្មិតនឹងប្រកបទៅដោយការទទួលខុសត្រូវ AI Ready ASEAN នេះគឺវាមានសារៈសំខាន់នៅក្នុងការសិក្សារបស់សិស្សគឺឲ្យសិស្សនឹងស្គាល់អំពីទិន្នន័យដែលបានផ្ដល់ទៅឲ្យ AI បាទគឺតកតងទៅនឹងយល់អំពីភាពលំអៀងបាទដែល AI ទទួលបានពីព្រោះក្រោយពេលបញ្ចប់នៅវគ្គនីមួយៗនេះគឺខ្ញុំសង្កេតឃើញថាពួកគាត់មានការសប្បាយរីករាយគាត់ស្វែងយល់អំពីថាតើ AI វាដំណើរការយ៉ាងដូចម្ដេចហើយ AI នោះគឺវាមានភាពលំអៀងដោយសារអីហើយគាត់ពិភាក្សាគ្នាថាតើធ្វើយ៉ាងណាដើម្បីឲ្យ AI ហ្នឹងគឺមានដំណើរការភាពលំអៀងហ្នឹងគឺសុក្រិតត្រឹមត្រូវសិស្សភាគច្រើនបាទមិនមែនទាំងអស់ទេពីព្រោះអីសិស្សតាមខ្ញុំសួរពីចិត្តគំនិតរបស់គាត់សិស្សខ្លះគឺគាត់អត់ចង់តាក់ទងនឹងរៀនសរសេរកូដទេប៉ុន្តែភាគច្រើនពេលដែលគាត់រៀនតាក់ទងទៅនឹង AI Ready ASEAN នេះនៅក្នុងហ្នឹងគឺមានតាក់ទងទៅនឹង block code ដែលងាយចង់និយាយថាគាត់មិនមានបទពិសោធន៍នៅក្នុងការសរសេរកូដដូចខាងបញ្ញាបត្រ IT ដែលគាត់រៀនចប់ហើយគាត់រៀនដល់3ឆ្នាំ4ឆ្នាំបានគាត់អាចសរសេរកូដបានទេប៉ុន្តែនៅក្នុង AI Ready ASEAN នេះមានន័យថាគាត់គ្រាន់តែបើកមើលមេរៀនបន្ទាប់មកគឺគាត់អាចបង្កើតជា game ក៏ដូចជាប្រើកូដ basic សាមញ្ញហើយធ្វើឲ្យគាត់សប្បាយនៅក្នុងការសិក្សារបស់គាត់អញ្ចឹងខ្ញុំគិតថាអនាគតគឺគាត់អាចបដូរមករៀនសរសេរកូដបានច្រើនបាទបន្ទាប់ពីខ្ញុំបានចូលរួម AI for Ocean នេះមកគឺខ្ញុំបានរៀនអំពីមូលដ្ឋានគ្រឹះជាច្រើនអំពីបញ្ញាសិប្បនិម្មិតដែលទី1គឺខ្ញុំបានយល់ថាតើអ្វីទៅជា AI ឬមួយក៏បញ្ញាសិប្បនិម្មិតខ្ញុំដឹងពីនិយមន័យដោយកាលពីមុនគឺខ្ញុំអត់ដែលដឹងថាតើ AI ហ្នឹងវាមាននិយមន័យថាម៉េចទេដោយខ្ញុំគ្រាន់តែឮពាក្យថា AI ទី2គឺខ្ញុំដឹងថាតើ AI ឬក៏បញ្ញាសិប្បនិម្មិតនេះវាមានទូនាទីអ្វីខ្លះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទី3គឺខ្ញុំដឹងថាតើ AI បញ្ញាសិប្បនិម្មិតនេះគឺវាដំណើរការយ៉ាងដូចម្ដេចហើយអ្វីដែលជាពិសេសធ្វើខ្ញុំដឹងថាវាដំណើរការទៅល្អឬក៏មិនបានល្អគឺវាអាស្រ័យទៅលើយើងជាឧទាហរណ៍ដូចខ្ញុំបានរៀនអំបញ្ញមិញអញ្ចឹងគឺយើងបង្រៀន AI ឲ្យស្គាល់ថាតើអ្វីទៅជាត្រីតើអ្វីទៅជាសម្រាមនោះនៅពេលដែល AI វាដំណើរការខ្លួនឯងវានឹងអាចបែងចែកថាតើអ្វីទៅជាត្រីតើអ្វីទៅជាសម្រាមបានយ៉ាងល្អឥតខ្ចោះផ្ទុយទៅវិញបើសិនបើយើងបង្ហាញទៅកាន់ AI ខុសលក្ខណៈដូចថាយើងបង្ហាញទៅកាន់ AI ថាត្រីយើងបង្ហាញទៅកាន់ AI ថាវាជាសម្រាមបង្ហាញសម្រាមទៅកាន់ AI ថាវាជាត្រីនោះនៅពេលដែល AI ដំណើរការដោយខ្លួនឯងវា scan គឺវាអត់អាចបែងចែកបានល្អថាតើអ្វីទៅជាត្រីតើអ្វីទៅជាសម្រាមទេខ្ញុំយល់ឃើញថាគម្រោង AI Ready ASEAN នេះនឹងធ្វើឲ្យយុវជនយើងអាចផលិតទៅជាបច្ចេកវិទ្យាទំនើបដែលមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេជាពិសេសសម្រាប់ប្រទេសកម្ពុជាយើងវាគឺជាឱកាសមួយដែលលើកកម្ពស់វិស័យអប់រំខាងបច្ចេកវិទ្យាដល់សិស្សានុសិស្សដែលនៅតាមជនបទឲ្យគាត់មានលទ្ធភាពនៅក្នុងការសិក្សារៀនសូត្រនៅបច្ចេកវិទ្យាឲ្យបានច្រើនហើយប្រសិនបើយើងចាប់ផ្ដើមរៀន AI ចាប់ពីពេលនេះតទៅយើងនឹងប្រែក្លាយខ្លួនយើងខ្លាយទៅជាអ្នកដែលមានសមត្ថភាពអាចប្រកួតប្រជែងនិងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ច Digital នៅពេលអនាគតពីខ្ញុំបានរៀន Hour of Code នេះហើយខ្ញុំសង្កេតឃើញថាវាជាអ្វីមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនហើយខ្ញុំក៏បានស្រាវជ្រាវបន្ថែមទៅលើពពួក AI នេះដែរដូចជា ChatGPT, DeepSeek និង Gemini ផ្សេងៗដើម្បីជាជំនួយដល់ការស្វែងរកមេរៀននិងការសិក្សារបស់ខ្ញុំផ្ទាល់ហើយជាពិសេសនោះគឺខ្ញុំយល់ឃើញថាការសិក្សាអំពី AI ឲ្យបានកាន់តែច្រើននិងការស្រាវជ្រាវឲ្យបានកាន់តែច្រើនឃើញថាយើងនឹងទទួលបាននូវចំណេះដឹងថ្មីក៏ដូចជាជំនាញកាន់តែច្រើននិងអាចយកមកអភិវឌ្ឍខ្លួនក៏ដូចជា
សំដៅទៅលើការសិក្សានិងការងារការរស់នៅប្រចាំថ្ងៃរបស់យើង បន្ទាប់ពីខ្ញុំបានរៀន Code Hour of Code រួចខ្ញុំទទួលបានបទពិសោធន៍យ៉ាងច្រើនដូចជាយល់ដឹងពីមូលដ្ឋានគ្រឹះនៃ AI ស្គាល់ពីភាពលំអៀងនៃ AI និងស្គាល់អំពីរបៀបផ្ដល់ទិន្នន័យទៅដល់ AI និងរីករាយជាមួយនឹងកម្មវិធី AI for Ocean ពីព្រោះកម្មវិធី AI for Ocean ងាយស្រួលក្នុងការសិក្សាគ្រាន់តែយើងផ្ដល់ទិន្នន័យឲ្យវាកាន់តែច្រើនមានន័យថាយើងបែងចែកសម្រាមនិងប្រភេទត្រីឲ្យបានត្រឹមត្រូវនោះ AI របស់យើងនឹងឆ្លាត សម្រាប់តាក់ទងទៅនឹងបញ្ហាប្រឈមដែលខ្ញុំបានជួបប្រទះនៅក្នុងការបង្រៀនកម្មវិធី Hour of Code ដែលបានដំណើរការរួចមកកន្លងហើយនោះបាទទី1គឺតាក់ទងទៅនឹងកង្វះខាតឧបករណ៍សម្រាប់ការរៀននៅក្នុងកម្មវិធី Hour of Code ហ្នឹងឆ្លើយបួរជាវិទ្យាល័យមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលហើយសម្រាប់ជីវភាពរបស់សិស្សក៏មិនទៅជាមានជីវភាពទូធាដែរដូច្នេះពួកគាត់មិនមានទូរស័ព្ទប្រើប្រាស់បានគ្រប់គ្នាទេទូរស័ព្ទដែលជាឧបករណ៍សំខាន់ក្នុងការអនុវត្តកម្មវិធី Hour of Code នឹងបានដូច្នេះដើម្បីឲ្យដំណើរការនៃការបង្រៀនកម្មវិធី Hour of Code នឹងបានខ្ញុំបានបែងចែកសិស្សជាក្រុមសម្រាប់ក្រុមនីមួយៗអាចមានទូរស័ព្ទ1ឬក៏2នៅក្នុងក្រុមហ្នឹងហើយក្នុងក្រុមនីមួយៗហ្នឹងគឺអាចមានសមាជិក4ឬក៏5នាក់ចំពោះម្ចាស់ទូរស័ព្ទគាត់អាចមានគណនីដែលអាចជួយទាញសមាជិកនៅក្នុងក្រុមរបស់គាត់ហ្នឹងឲ្យចូលលេង Hour of Code នឹងបានអញ្ចឹងមានន័យថាទោះបីជាសិស្សមិនមានទូរស័ព្ទប្រើគ្រប់គ្រាន់ក៏យើងអាចមានវិធីក្នុងការចូលរួមដើម្បីបង្រៀនកម្មវិធី Hour of Code នឹងឲ្យមានប្រសិទ្ធភាពតាមរយៈការចែករំលែកឧបករណ៍ដែលតាមក្រុមនីមួយៗអាចចែករំលែកគ្នាបានក្នុងដំណើរការនៃការរៀនកម្មវិធី Hour of Code នឹងបានបាទមកដល់ពេលនេះសម្រាប់កម្មវិធី Hour of Code ខ្ញុំបានធ្វើការចែករំលែកទៅដល់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានចំនួនបាទជាង800នាក់ហើយបាទសម្រាប់ខ្ញុំជាគ្រូ ICT គឺខ្ញុំមានបញ្ហាប្រឈមខ្លះៗទាក់ទងទៅនឹងការបង្រៀនទី1គឺសិស្សនៅក្នុងវិទ្យាល័យ Net Young គឺសិស្សមានចំនួនរហូតដល់50នាក់ទៅ55នាក់បាទហេតុនេះហើយដែលក្នុងបន្ទប់កុំព្យូទ័រគឺមានកុំព្យូទ័រតែ20គ្រឿងជាងដែលធ្វើឲ្យសិស្សហ្នឹងគឺមិនអាចអនុវត្តបានគ្រប់គ្នាទី2គឺការរៀនមុខវិជ្ជានេះគឺដាច់ខាតត្រូវតែមានអ៊ីនធឺណិតអញ្ចឹងបើសិនជាអ៊ីនធឺណិតយើងដើរយឺតនោះការបង្រៀនរបស់យើងក៏មិនជោគជ័យដែរទី3គឺតាក់ទងទៅនឹងពេលវេលាដែលយើងត្រូវជ្រើសរើសពួកគាត់មករៀនជាមួយនឹងគម្រោង AI for Ocean តើយើងគួរតែបញ្ចូលមុខវិជ្ជានេះទៅក្នុងមុខវិជ្ជាសាលាជាមុខវិជ្ជារដ្ឋឬក៏បង្រៀនជាលក្ខណៈ part time បាទនេះគឺជាចំណុចសំខាន់សម្រាប់ដំណោះស្រាយគឺខ្ញុំអាចដំណើរការនៅពេលនេះបានសិស្សចំនួន285នាក់នេះគឺដោយសារខ្ញុំមានដំណោះស្រាយមួយចំនួនគឺតាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័របើសិនជាគាត់ប្រើអត់គ្រប់ទេគឺយើងអាចប្រើក្នុងទូរស័ព្ទដៃបានពីព្រោះតាក់ទងទៅនឹងការសរសេរកូដក៏ដូចជាការ train AI គឺពួកគាត់អាចយកទូរស័ព្ទប្រើប្រាស់បានជំនួសដោយកុំព្យូទ័រចំណុចទី2តាក់ទងនឹងអ៊ីនធឺណិតអ្វីត្បិតតែមានភាពរអាក់រអួលពួកគាត់ក៏អាចប្រើជាលក្ខណៈ data mobile ដែលប្រើជាមួយទូរស័ព្ទប៉ុន្តែសម្រាប់សាលាខ្ញុំគឺភាពរអាក់រអួលនេះគឺមានតិចបំផុតចំណុចមួយទៀតគឺតាក់ទងទៅនឹងពេលវេលានៅក្នុងការបណ្ដុះបណ្ដាលនេះគឺខ្ញុំបានបញ្ចូលមុខវិជ្ជា AI for Ocean នេះនៅក្នុងការបង្រៀនម៉ោង ICT ផ្ទាល់បាទហេតុនេះហើយដែលធ្វើឲ្យសិស្សមួយចំនួនគឺគាត់មករៀនបានទៀងទាត់ហើយជាពិសេសចំណុចមួយទៀតដែលល្អគឺយើងអាចយកមុខវិជ្ជា AI for Ocean នេះអាចដាក់ជាការប្រឡងប្រចាំខែក៏ដូចជាការកំណត់ពិន្ទុឲ្យគាត់នោះសិស្សមួយចំនួនគឺគាត់នឹងខិតខំប្រឹងប្រែងដើម្បីក្រេបជញ្ជក់ចំណេះដឹងបន្ថែមទៀតបាទជាចុងក្រោយខ្ញុំសូមលើកទឹកចិត្តបាទដល់លោកគ្រូអ្នកគ្រូសូមឲ្យព្យាយាមទាញយកសមត្ថភាពបញ្ញាសិប្បនិម្មិតដែលលោកគ្រូអ្នកគ្រូបានស្គាល់មកបញ្ចូលនៅក្នុងការបង្រៀនឬក៏រៀនរបស់លោកគ្រូអ្នកគ្រូផ្ទាល់ឲ្យអស់លទ្ធភាពទៅតាមអ្វីដែលយើងអាចធ្វើបានពីព្រោះរាល់សមត្ថភាពទាំងអស់នេះហើយដែលជាកាតាលីករជួយជំរុញក៏ដូចជាការចូលរួមចំណែកក្នុងការលើកកម្ពស់ការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយទៅជាប្រទេសដែលអភិវឌ្ឍមានចំណូលខ្ពស់នៅឆ្នាំ2050
ជាក់ស្ដែងគឺខ្ញុំចង់លើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូសាលាដទៃទៀតគឺជួយបណ្ដុះបណ្ដាលបន្ត AI ទៅដល់សិស្សានុសិស្សឲ្យបានទូលំទូលាយទូទាំងសាលាពីព្រោះអីយើងដឹងហើយគឺបច្ចុប្បន្ននេះគឺ AI គឺវាជួយទៅដល់ការសិក្សារបស់សិស្សជួយទៅដល់ការសិក្សារបស់លោកគ្រូអ្នកគ្រូបន្ថែមទៀតជាពិសេសគឺសិស្សអាចស្រាវជ្រាវបន្ថែមតាក់ទងទៅនឹង AI ក្រោយពីគាត់រៀនចប់គឺគាត់យកចំណេះដឹងផ្សេងៗដែលរៀនពី AI នោះគឺអភិវឌ្ឍចំណេះជំនាញរបស់គាត់នៅក្នុងការសិក្សានឹងឲ្យคล้ายទៅជាសិស្សពូកែឲ្យคล้ายទៅជាក្មេងល្អคล้ายទៅជាពលរដ្ឋល្អជាពិសេសគឺគាត់នឹងទទួលបាននិទ្ទេស A ទៅថ្ងៃអនាគតដោយសារ AI ក៏ថាបានដែរបើសិនជាគាត់យក AI នោះរៀននៅក្នុងផ្លូវត្រឹមត្រូវ AI រៀនទីអាស៊ានទទួលយក AI ដើម្បីឈួរទៅកាន់អនាគត Digital រួមគ្នា